ស្ដីបងប្អូនទាំងអស់គ្នាតើផ្លូវលឿនបំផុតដើម្បីទទួលបានបានបៃតង US Green Card ឬក៏សិទ្ធិរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកស្របច្បាប់ទាំងគ្រួសារគឺជាអ្វីកម្មវិធីកិច្ចការវិទ្យុកិន EB5 អនុញ្ញាតឲ្យលោកអ្នកនិងក្រុមគ្រួសារទទួលបានបានបៃតងបណ្ដោះអាសន្ន US Condition Green Card ដែលរយៈពេលនៃការរកការតិចជាង12ខែតែប៉ុណ្ណោះកម្មវិធីវិនិយោគិន EB5 តម្រូវឲ្យមានការវិនិយោគបែបអកម្ម Passive Investment ចំនួនទឹកប្រាក់80ម៉ឺន US ដុល្លារទៅលើគម្រោងសំណង់ខ្នាតធំណាមួយដែលបានចុះបញ្ជីជាមួយនឹង USCIS ដើម្បីក្នុងគោលបំណងបង្កើតការងារយ៉ាងហោចណាស់10កន្លែងសម្រាប់ពលរដ្ឋអាមេរិកបន្ទាប់ពីរយៈពេល3ទៅ4ឆ្នាំក្រោយមកលោកអ្នកនឹងទទួលបានប័ណ្ណបៃតងដែលមានសុពលភាពរយៈពេល10ឆ្នាំមានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកនិងលោកអ្នកក៏ទទួលបានប្រាក់វិនិយោគរបស់លោកអ្នកត្រឡប់មកវិញផងដែរបន្ទាប់ពីលោកអ្នកកាន់កាតបៃតងនឹងរស់នៅរយៈពេល5ឆ្នាំក្រោយមកទាំងគ្រួសារលោកអ្នកអាចស្នើសុំដាក់ពាក្យសុំសញ្ជាតិអាមេរិកបានផងដែរប្រសិនបើគម្រោងនៃការវិនិយោគរបស់លោកអ្នកមានឧបសគ្គឬក៏ទិដ្ឋាការរបស់លោកអ្នកត្រូវបានបដិសេធប្រាក់នៃការវិនិយោគរបស់លោកអ្នកនឹងត្រូវបានធានាថានឹងសងត្រឡប់មកវិញពេញលេញកម្មវិធីទិដ្ឋាការវិនិយោគិន EB5 គឺជាកម្មវិធីវិនិយោគបែបអកម្មដូច្នេះលោកអ្នកស្វាមីឬក៏ភរិយាឬក៏កូនដែលមានអាយុក្រោម21ឆ្នាំអាចរស់នៅធ្វើការឬក៏សិក្សាគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិកផងដែរសម្រាប់ការដាក់ពាក្យនេះទៀតសោតមិនតម្រូវឲ្យលោកអ្នកធ្វើតេស្តភាសាមិនតម្រូវកម្រិតវប្បធម៌ឬក៏បទពិសោធន៍ការងារនិងមិនតម្រូវឲ្យមាននយោជក sponsor នោះទេលោកអ្នកគ្រាន់តែត្រូវបង្ហាញប្រភពស្របច្បាប់នៃថវិការបស់លោកអ្នកក្នុងការវិនិយោគតែប៉ុណ្ណោះតើលោកអ្នកកំពុងតែពិចារណាដាក់ពាក្យស្នើសុំទិដ្ឋាការវិនិយោគិន EB5 ពីប្រទេសកម្ពុជាមែនទេសូមប្រកាសថាអ្នកងារឬក៏ក្រុមហ៊ុនក្នុងស្រុកដែលលោកអ្នកកំពុងតែជ្រើសរើសបានចុះបញ្ជីស្របច្បាប់នៅក្នុងស្រុកក៏បានចុះបញ្ជីស្របច្បាប់ជាមួយនឹង USCIS ផងដែរសម្រាប់ e-support immigration យើងខ្ញុំបានចុះបញ្ជីស្របច្បាប់នៅក្នុងស្រុកក៏ដូចជាបានចុះបញ្ជីជាអ្នកផ្សព្វផ្សាយកម្មវិធី EB5 ជាមួយនឹង USCIS ស្របតាមតម្រូវការផ្លូវច្បាប់ក្រោមច្បាប់ EB5 Integrity and Reform Act នៅឆ្នាំ2022អូបងប្អូននៅថ្ងៃទី30ខែកញ្ញាឆ្នាំ2026ខាងមុខនេះគឺជាថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យវិនិយោគទៅលើកម្មវិធីទិដ្ឋាការវិនិយោគិន EB5 នៅក្នុងទឹកប្រាក់80ម៉ឺន US ដុល្លារកុំខកខានណាបើបងប្អូនមានបំណងដាក់ពាក្យសូមធ្វើការដាក់ពាក្យរុះរាន់ដើម្បីកុំឲ្យឱកាសនេះផុតកំណត់បន្ទាប់ពីការផុតកំណត់ការបរិច្ឆេទនេះទៅបើបងប្អូនមានបំណងចង់ដាក់ពាក្យវិនិយោគទៅលើកម្មវិធីទិដ្ឋាការ EB5 គឺអាចនឹងឡើងថ្លៃលើសពី80ម៉ឺន US ដុល្លារចាប់បានស្នើសុំការដាក់ពាក្យទិដ្ឋាការ EB5 របស់បងប្អូនជាមួយនឹងក្រុមហ៊ុន e-support immigration នៅថ្ងៃនេះដើម្បីធ្វើឲ្យក្តីសុបិនអន្តោប្រវេសន៍របស់លោកអ្នកក្លាយជាការពិតជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណ